ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយការចូលរួមនេះអាចធ្វើឡើងទៅបានតាមរយៈ3ចំណុច 1. ការជៀសវាងការពាក់ព័ន្ធឬចូលរួមក្នុងសកម្មភាពឆបោកទោះបីក្នុងរូបភាពណាក៏ដោយ 2. ការរាយការណ៍និងផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច 3. ការជ្រើសរើសយកមុខរបរដែលត្រឹមត្រូវស្របច្បាប់ពីខ្ញុំបាទសេងខ្មែរតែការចូលរួមរបស់ប្រជាជនចាំបាច់ត្រូវមានតាមច្រើនរូបភាពវាមិនខុសពីគ្រឿងញៀនទេបាទទី1សុំធ្វើម៉េចកុំចូលរួមដោយផ្ទាល់ទីហោមានគេមកបបួលធ្វើអីក៏ដោយតែទៅធ្វើអាហ្នឹងប្រាក់ខែបាន 2000 តែបើថាធ្វើអាហ្នឹងយើងបាន 2000 តែយើងដឹងថាអាហ្នឹងច្បាស់ធ្វើអាហ្នឹងដើម្បីទៅបង្កើតនៅបញ្ហាឲ្យអ្នកផ្សេងនៅប្រទេសផ្សេងឬនៅក្នុងប្រទេសយើងហើយខ្ញុំសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធររាជធានីខេត្តរបស់យើងធ្វើការផ្សព្វផ្សាយបានទូលំទូលាយប្រជាពលរដ្ឋខ្មែរកុំឲ្យចូលរួមប៉ះពាល់នៅក្នុងកិច្ចការគេទេទី2ចូលរួមនៅក្នុងការរាយការណ៍ដូចអាប់អានឹងជាមើលគណៈកម្មការចំពោះកិច្ចឬមួយក៏យន្តការបង្ក្រាបនេះត្រូវបង្កើតអាប់ឬមួយបង្កើតព័ត៌មានដើម្បីផ្ដល់ទៅយ៉ាងណាដើម្បីយើងបន្តធ្វើតទៅទៀតរួមសហការហើយទី3គឺសុំឲ្យធ្វើយ៉ាងណារួមគ្នាចាប់យកអាជីពដែលត្រឹមត្រូវដើម្បីធ្វើកិច្ចការគេនេះបាទហើយសូមកុំស្ដាយបាទខ្ញុំដឹងថាគេជួលផ្ទះ$10000ក្នុងមួយខែវាប្រសើរជាងជួលផ្ទះ500ហើយប៉ុន្តែបើយើងឲ្យផ្ទះ$10000នេះយកទៅដើម្បីគេរករាប់លានដុល្លារតាមរយៈការធ្វើបាបអ្នកផ្សេងនៅក្រៅប្រទេសហើយយកមកបង្ខូចប្រទេសយើងតើយើងយកលុយទៅសប្បាយទេត្រូវហើយតែលោកនិយាយដោយសារលោកមិនមែនខ្ញុំបានចំណូលប៉ុណ្ណឹងទៅការកូនចៅពិនឥឡូវធ្វើម៉េចតើតែយើងរួមគ្នាទាំងអស់គ្នាកាត់ផ្ដាច់មួយទើបអាចមួយបានបើឲ្យខ្មៅរីកសវាអត់រីកបើឲ្យខ្មៅរីកយើងកាន់តែលំបាកប្រឈមច្រើនទៀតខ្ញុំមិននិយាយរឿងបញ្ហាការសម្អាតប្រាក់បញ្ហាជួញដូរមនុស្សបញ្ហាដែលបង្កើតជាច្រើនស្មុគស្មាញប្រតិកលាគ្នាអញ្ចឹងយើងរួមគ្នាធ្វើបែបនេះអនុវត្តបែបនេះដើម្បីផលប្រយោជន៍ជាតិ